Nơiក្នុងមេរៀននេះយើងសិក្សាពីរបៀបដាក់ក្បាលទំព័រឬជើងទំព័រទៅលើឯកសារអត្ថបទដែលយើងវាយមកត្រូវ print ចេញទាំងសងខាងស្លឹកអញ្ចឹងចាប់ដំណើរការចូលកម្មវិធីឥឡូវយើងបើកមកបានហើយយើងដាក់ក្បាលទំព័រទៅលើតួអត្ថបទដែលយើងវាយមកគឺត្រូវ print បានទាំងសងខាងរឿង print បានទាំងសងខាងហ្នឹងអ្នកខ្លះគេថាស្អីតែគេ print ទេតែគេ print ចង់បានទាំងសងខាងបើគេ print ចង់បានតែម្ខាងហើយតាមពិតមិនមែនទេវាអាស្រ័យលើយើងអ្នកវាយឯកសារដែរបើយើងវាយចង់ឲ្យគេ print មកបានទាំងពីរហើយបើយើងវាយឯកសារចង់ឲ្យគេ print បានតែម្ខាងហើយហើយដល់ពេលយើងវាយតម្រូវតែម្ខាងដល់ពេលគេ print មកចេញទាំងសងខាងវាខុសស្តង់ដាររបស់យើងសួរទៅបន្ទោអ្នក print ទៅទៀតហ្នឹងហើយឥឡូវយើងចាប់ដំណើរការចូលកម្មវិធីវាទី1សំដៅទៅលើ page layout ដើម្បីត្រឹមត្រូវទៅតាមស្តង់ដារគេណា size A4 មកបន្តមកទៀតនេះ margin វាយកកន្លែងនេះមកហើយចុចទៅលើសញ្ញាក្បាលព្រួយនេះតាមទៀតកន្លែងលេខ0នេះឃើញអត់ដាក់លេខ1ហើយនៅខាងនេះ55សិតដែលយើងបានជ្រើសរើសបាញ់មិញបន្តមកទៀតចុចទៅលើ paper យើងឃើញផ្ទៃគំរូរបស់វាចេញមកហើយគឺត្រូវការវាយកັບមកខាងអញ្ចឹងយើងចុចទៅលើ layout ចង់ឲ្យវាបានទាំងសងខាងចុចបើកខ្ទាស់កន្លែង different odd and even ទៅវានឹងលោតចេញមកហើយបន្តមកទៀតចុចទៅលើ OK ឥឡូវយើងមើលបន្ទាប់ពីយើងចុចទៅលើ OK រួចហើយមើលជីននៅខាងឆ្វេងវាមានលក្ខណៈចោលกระดาษឆ្ងាយកន្លែងហ្នឹងគឺកន្លែងសម្រាប់គេវាយកັບឥឡូវយើងចុច Control Shift ខាងឆ្វេងឲ្យជាប់ហើយចុច Enter ទម្លាក់មួយនៅពេលនេះกระดาษទី2នឹងបានលោតចេញមកខាងនេះចោលឆ្ងាយខាងនេះស្ដើងវិញអាហ្នឹងគឺសម្រាប់គេវាយកັບ print មកបានទាំងសងខាងស្លាប់បើយើងធ្វើអញ្ចឹងណាហើយកระดาษទី1នេះគេឲ្យឈ្មោះថា odd ហើយកระดาษទី2គេឲ្យឈ្មោះថា even អញ្ចឹងយើងចាប់ដំណើរការចូលទៅដាក់ក្បាលទំព័រឬក៏ជើងទំព័ររបស់វាចុចទៅលើ insert បន្តមកទៀតជ្រើសរើស header ហើយយើងជ្រើសរើសក្បាលទំព័រណាមួយដែលយើងពេញចិត្តបើយើងជ្រើសរើសអានេះវាគ្មាន odd even អីទេវាគឺតម្រូវទៅតាមលំដាប់តែមួយបែបឥឡូវក្បាលទំព័រទី1យើងជ្រើសរើសលើណានេះ even page ជ្រើសរើសលើវានឹងលោតចេញមកដូចនេះនៅកន្លែងនេះគឺយើងចុចសញ្ញាក្បាលព្រួយទៅបញ្ចូលពេលវេលាឃើញណាចុចទៅលើ today បានន័យថាឯកសារដែលយើងធ្វើហ្នឹងគឺនៅខែ November ថ្ងៃទី10ឆ្នាំ2014ហ្នឹងហើយនៅកន្លែងនេះយើងដាក់ចំណងជើង document របស់យើងនៅពេលដែលយើងវាយចំណងជើងថ្មីទៅវានឹងចំនួនឲ្យចំណងជើងចាស់អញ្ចឹងចុចលើវាមួយហើយយើងសរសេរទៅ Word ណា Word learning ចឹងមកបន្តមកទៀតយើងដាក់បាតទំព័ររបស់វាគឺបាតទំព័រចុចទៅលើ insert footer ហើយយើងជ្រើសរើសវាជ្រើសរើសអានេះបាតទំព័រជើងទំព័រទី1ជ្រើសរើស event page ដូចគ្នាទៅវានឹងលោតចេញមកកន្លែងនេះហើយយើងសេរីវានៅកន្លែង design ចុចមកខាងក្រោមមកហើយវាធ្លាក់មកបានប៉ុណ្ណាហើយនៅកន្លែងនេះគេសរសេរអក្សរដាក់ថា error note type of specified style in instrument យើងចុចទៅលើវាហើយយើងលុបវាចេញហ្មងណាលុបវាចេញបន្តមកទៀតយើងទៅសេចំណងជើងចូលក្នុងនេះទៅសេថាម៉េចណាហ្នឹងហើយដូចជាឈ្មោះរបស់យើងចឹងមកសុខា017330004អីចឹងមកហ្នឹងហើយខាងឡើយនេះយើងចុចមុខវាមួយចុចគ្រាប់ចុច delete និងលុបអានេះចេញបន្តមកទៀតយើងមើលនៅកន្លែងនេះអត់ទាន់លោតទេណាអត់ទាន់លោតជើងទំព័រឬក៏
ក្បាលទំព័រទេអញ្ចឹងយើងចាប់ផ្ដើមដាក់ចុចនៅកន្លែងกระดาษទី2ហ្នឹងហើយចូលទៅកាន់ insert ហើយយកទៅកាន់ header បន្តមកទៀតយើងជ្រើសរើសវាយកខាងក្រោមវានឹង load ចេញមក word learning ណា November 2014នឹងមកហើយយើងចាប់ផ្ដើមដាក់ជើងទំព័រវា insert footer ជ្រើសរើសខាងក្រោមជ្រើសរើសខាងលើណាហើយជ្រើសរើសខាងក្រោមណាវានឹង load ចេញមកហើយនៅកន្លែងនេះយើងលុបវាចេញចុចអូសលើវាចឹងមកចុចគ្រាប់ចុច delete ឥឡូវយើងសាកចុច2ដងឲ្យញាប់លើផ្ទៃឯកសាររបស់យើងហើយយើងចុចគ្រាប់ចុច control shift ខាងឆ្វេងឲ្យជាប់ចុច enter ទម្លាក់ឥឡូវយើងមើលទំព័រ page របស់យើងគឺមាន6ទំព័រណាអញ្ចឹងយើងមើលគ្រប់6ទំព័រហ្នឹងសិតតែមានអញ្ចឹងទាំងអស់យើងដាក់មកគឺរត់ទៅតាម standard របស់វាអូខេហើយសូមបញ្ជាក់ថាចេះការវាយឯកសារទៅមិនមែនចេះតែ print មកបានទាំងសងខាងទេស្អែកតែយើងធ្វើទេអូខេ see you later goodbye